រំលឹកមកវិញបងប្អូនទាំងអស់គ្នាខានញ៉ាំត្រីដុតសន្ទប់ចេកប្រហែលឆ្នាំអីយូរធ្វើញ៉ាំម្ដងដាក់ជាមួយនឹងទឹកត្រីអំពិលទុំចេះនិយាយថាឆ្ងាញ់បើបងប្អូនដែលធ្វើហូបទេអាចសាកបានត្រីដុតសន្ទប់ចេកលក់ស្ដៅអត់សូវចេះដុតល្មមមកគាត់ខ្លោចដែរស្រួលខ្លាំងហ្មងខែនេះសបង7បាន7បកមកថ្មីត្រីដុតជាមួយនឹងសន្ទប់ចេកអញ្ចឹងនិយាយថាសាច់វាឡើងផ្អែមត្រីហ្នឹងអ្នកភូមិទៅបូមស្រះមកថ្មីស្រស់ស្រាយប្លុកគ្រឿងក្រៅរបស់យើងទៅកាត់មកថ្មីទៀតបាយអាពេលនេះឆ្ងាញ់លើសពីឆ្ងាញ់ហើយគ្រឿងញ៉ាត់ក្នុងត្រីនេះបងប្អូនខុសពីរាល់ដងរៀងអាប់ដេតមកបន្តិចហើយរបៀបថាវាសពចូលគ្រឿងពេញពោះត្រីរបស់យើងមានស្លឹកតើយមានស្លឹកក្រូចមានខ្ទឹមសខ្ទឹមក្រហមដេងកូនស្លឹកគ្រៃកាត់កង់ធំយកវាទៅកិនឲ្យបែកមកបាច់ចាំត់ពេកទេត្រីញាត់គ្រឿងចេះថ្ងៃមុនទិញគេញ៉ាំទេទៅពេលញ៉ាំទៅរបៀបថាអាគ្រឿងហ្នឹងវាសពពេញសាច់ត្រីទៅពេលយកមកសាកធ្វើខ្លួនឯងហើយយើងថែមសន្ទប់ចេកទៀតទៅស្រួលអាំងហើយឈ្ងុយខ្លាំងមែនតើហ្មងត្រីដែលលាងស្អាតហើយហ្នឹងយកវាមកច្បាច់ជាមួយក្រូចឆ្មាដាក់អំបិលដើម្បីឲ្យវាកាត់ក្លិនឆ្អាបជាតិអំអល់វាហ្នឹងឲ្យធ្វើការងារផ្ទះមិនស្រួលទេចាប់មួយថ្ងៃទល់ល្ងាចប៉ះកូនលពឹសផងតមានប្រភេទនំសេរីស្គួយពេលណារោនឹងឲ្យមកកញ្ចប់ទៅមិនត្រឹមតែឲ្យកូនយើងញ៉ាំឆ្ងាញ់ធម្មតាបងប្អូនជួយដល់សុខភាពដែរនំស្ទីកនេះអាចញ៉ាំបានចាប់ពីកូនយើងមួយឆ្នាំឡើងទៅនំហ្នឹងអត់ប្រើខ្លាញ់ពងទេអត់មានប្រើសារធាតុរក្សាទុកហើយក៏មានបន្ថែមពណ៌ដែរយទៅធម្មជាតិសុទ្ធហ្មងប្រភេទនំស្ទីកនេះមកពីកូរ៉េមានរហូតដល់3រសជាតិមាននំស្ទីករសជាតិឈីសដែលឈីសហ្នឹងយកមកពីប្រទេសដាណាម៉ាឈ្ងុយឈីសរសជាតិដើមល្អមែនតើនំស្ទីកសូកូឡាក្លិនឈ្ងុយខ្លាំងហ្មងបងប្អូននិយាយទៅគេប្រឡាក់សូកូឡាខាងក្រៅបើរសជាតិ strawberry នឹងចេកនេះវិញញ៉ាំនឹងជក់មាត់ខ្លាំងហ្មងមិនមែនត្រឹមតែមាននំស្ទីកទេណាប្រភេទនំប៉ូតលីងឬមួយក៏នំប៉បអីក៏មានដែរយើងឲ្យកូនយើងញ៉ាំនំប្រភេទសរីរាង្គចេះវាមានប្រភេទថាកាល់ស្យូមវីតាមីន B ជួយបន្ថែមហើយវាអត់ធ្វើឲ្យកូនយើងឈឺកអីបងប្អូននំ Faro chip នេះអត់មានកាឡូរីទេសម្រាប់យើងហាត់ប្រាណញ៉ាំសម្រន់អីចឹងញ៉ាំបានប្រភេទនំទាំងអស់នេះជាពិសេសនំស្ទីកមិនថាតែកូនក្មេងទេយើងមនុស្សធំក៏ចូលចិត្តញ៉ាំដែរមានរសជាតិស្រាលស្រួយខ្លាំងហើយវាឈ្ងុយពេញហើយកញ្ចប់នំហ្នឹងយើងញ៉ាំអត់អស់កុំមកចិត្តទុកញ៉ាំឲ្យក្រោយបានទៀតបងប្អូនអាចរកទិញបាននៅតាម Baby Mart ឬមួយក៏តាក់ទងទៅ Page Dodo Mam ផ្ទាល់ក៏បានដែរឲ្យកាន់ញ៉ាំលេងតែមកកញ្ចប់ហ្នឹងទៅយើងអាចត្រឡប់មកធ្វើការងារផ្សេងធម្មតាបានវិញក៏មកកាប់ដើមចេកបកបន្ទាប់វាយកទៅទុកសម្រាប់អាំងត្រីយើងប្រើចេកកមុំក៏បានចេកផ្លែហើយក៏បានតែថាដើមវាធំមិនល្មមតែស្រោបត្រីយើងចិត្តយើងកាត់វាវាស់មើលប្រវែងមិនល្មមជាមួយនឹងត្រីយើងហើយយកវាទៅលាងទឹកឲ្យស្អាតមកបើបានធ្វើវិព្រឹកអីហ្នឹងហាសន្ទប់ចេកចោលទៅត្រឹមថាដល់ពេលយើងប្រឡាក់ត្រីអីហើយសន្ទប់ចេកហ្នឹងក៏វាទន់ល្មមដែរត្រីយើងបានលាងឲ្យស្អាតអស់អំអល់អស់ហើយអញ្ចឹងយកវាមកញាត់ជាមួយនឹងគ្រឿងដែលយើងបានកិនមុនហ្នឹងទៅក្នុងគ្រឿងនេះមានដូចជាលឹកតើយខ្ទឹមសខ្ទឹមក្រហមលឹកក្រូចម្ទេសកិនវាឲ្យបែកម៉ត់ទេដូចក្នុងរូបហ្នឹងចឹងបងប្អូនត្រីដុតនេះយើងចងវាបានកាន់តែចិត្តកាន់តែងុំក្លិនងុំរសជាតិឆ្ងាញ់តែធ្វើប៉ុណ្ណេះហើយស្រួលទេយើងអត់សូវដែរអាំងត្រីអត់សូវចេះអាំងត្រីអីហ្នឹងណាដាក់ទៅមិនងាយនឹងខ្លោចនិយាយរួមទៅធ្វើអញ្ចឹងវាស្រួលហើយណាមួយវាឆ្ងាញ់ជាងយើងអាំងធម្មតាចន្លោះពេលដាក់អាំងចោលហ្នឹងយើងមកធ្វើទឹកត្រីផ្អែមឲ្យហើយសម្រាប់ទឹកត្រីផ្អែមដែលខ្ញុំធ្វើនេះរសជាតិបែបថាអ្នកបាត់ដំបងចំម្ដងទុកមួយថ្ងៃឬ2ថ្ងៃសម្រាប់ឲ្យភ្ញៀវនៅហាងដែរយើងពងខ្ទឹមសខ្ទឹមក្រហមចេះហើយដាក់ស្ករត្នោតកន្លះគីឡូឲ្យវាឡើងជើងក្រងសិនណាត្រីយើងដាក់កន្លះគីឡូដែរងាស់វាឡើងឈ្ងុយសិនចាំដាក់អំពិលទុំចូលសម្រាប់អំពិលទុំនេះលើជាក់ស្ដែងទេបងប្អូនអំពិលទុំខ្លះផ្អែមអំពិលទុំខ្លះជូរមើលខ្លួនឯងហើយចាក់ទឹកជាចូលកន្លះគីឡូដែរពីលើហ្នឹងក៏ថែមស្ករស3ខាំដែរព្រោះថាទឹកត្រីខ្ញុំប្រើប្រភេទទឹកត្រីប្រៃខ្លាំងបងប្អូនប្រើទឹកត្រីដាក់សើប្រៃដាក់ស្ករកន្លះគីឡូសិនទៅភ្លក់មើលជាក់ស្ដែងចេះអីបងប្អូនម្ហូបខ្មែរយើងស្មានថ្លឹងគ្រឿងឲ្យត្រូវមកអត់បានទេខែនេះនិយាយថាបន្លែប្លុកអីសបោសបាយហូបណាខ្យល់បក់ត្រជាក់ត្រីអាំងក្តៅឈ្ងុយជាមួយនឹងសន្ទប់ចេកយោគួយមុខបាំងញ៉ាំត្រីអាំងសន្ទប់ចេកម្នាក់ឯងម្ដងមើលអត់ថាធ្វើត្រីអាំងសន្ទប់ចេកហ្នឹងម្ដងណានឹកឃើញតែកាលពីក្មេងទេកាលណាចាប់ត្រីបាច់ទឹកបន្លាយរីងអស់ចឹងទៅចាប់បានត្រីមកដាក់អាំងដុតក្នុងច្បើងអូឆ្ងាញ់ម្លេះមិនបានត្រៀបអីស្អាតចេះតែជួនណាតាក់តែស្វាយសាប់ទឹកត្រីហ្នឹងឆ្ងាញ់យុទ្ធនាមអស់អញ្ចឹងមិនថាម្ហូបខ្លះធ្វើឲ្យមិនមែនញ៉ាំចោលទេញ៉ាំទៅវានឹកដល់អតីតកាលដែលយើងធ្លាប់ញ៉ាំឆ្ងាញ់ពីមុនធ្លាប់បានញ៉ាំជុំគ្រួសារឬមួយក៏ញាតិមិត្តមនុស្សជាទីស្រឡាញ់របស់យើងសាច់ត្រីអាំងខ្ចប់សន្ទប់ចេកចឹងទៅវានៅជាតិសំណើមអប់ក្លិនឈ្ងុយផ្គប់ផ្សំមួយត្រីយើងស្រស់ផងសាច់វាឡើងផ្អែមបន្ថែមលក់មកមានសាឡាត់ស្រួយផ្កាស្ដៅស្ដាច់បដោះជីស្រោចទឹកត្រីចេះមកអូមួយម៉ាត់ណាក៏ជាដែរបងប្អូនអូយដាក់តំណុំបញ្ចុកទៅមកទាំងច្បាយអរគុណចាបងប្អូនជួបគ្នាវីដេអូក្រោយទៀតជម្រាបលា